បើក្បាលដំបូងមកបងប្អូនឃើញក្នុងចានខ្មៅបងប្អូនដែលមិនស្គាល់ថាខ្ពើមដូចអត់ចង់ហូបបងប្អូនតាមពិតអាហ្នឹងខ្មៅមិនមែនមកពីអីទេគឺមកពីល្ងខ្មៅហ្នឹងយើងច្រាំជាមួយនឹងសាច់ត្រីជាមួយគ្រឿងអាហ្នឹងខាងខ្ញុំគេហៅឡាបបងប្អូនប៉ុន្តែខាងបងប្អូនអត់ដែលហូបចឹងមើលខ្មៅដូចខ្ពើមសូម្បីតែប្រពន្ធខ្ញុំដំបូងក៏គាត់មើលទៅខ្ពើមដែរប៉ុន្តែពេលដែលពួកគាត់ហូបម្ដងហើយគាត់ថាឆ្ងាញ់អានេះជាម្ហូបដែលខ្ញុំចូលចិត្តដែរបងប្អូនព្រោះវាធម្មជាតិយើងផ្ទាប់មួយបន្លែអញ្ចឹងមកវាឆ្ងាញ់នេះយើងដាក់អញ្ចឹងមកយើងផ្ទាប់ប៉ុន្តែនេះខ្ញុំមានសាច់មានអីអញ្ចឹងប៉ុន្តែយើងអត់មានសាច់ក៏អត់អីដែរក៏ឆ្ងាញ់ដែរហ្នឹងហើយបងប្អូនមើលនេះមើលតែមុខមាត់នេះញ៉ាំទៅដឹងហើយញ៉ាំនិយាយពីថាសរុបមិនទាន់អស់ទេប៉ុន្តែនិយាយពីថាឃ្លានខ្លាំងមែនតើទោះឈឺយ៉ាងណាក៏អត់សក់គីឡូដែរបងប្អូនកុំឆ្ងល់ថាមិនបានធាត់ឈឺមិនចេះស្គមទេខ្ញុំមកព្រោះអីមាត់នឹងដាក់ឲ្យតែដាក់ត្រូវថ្នាំត្រូវសេរ៉ូមហើយគឺនិយាយពីញ៉ាំញាប់លើសអាពេលអត់ទាន់ឈឺទៀតបងប្អូនពេលដែលយើងឈឺដែលយើងដាក់ថ្នាំឬដាក់សេរ៉ូមវារៀងធូរហើយអញ្ចឹងវាឃ្លាននេះអញ្ចឹងដាក់ទៅបងប្អូនកុំខ្វល់ពីធាត់សំខាន់ឲ្យតែមានកម្លាំងសិនដោយសារមួយរយៈហ្នឹងឈឺខាតពេលមែនបងប្អូនអត់បានរកស៊ីអីទេអរគុណ